và chi bật thon xong cơ rục đó là bạn chi tay chuyên lươn đại tự tại tập trung bàn cả bạc chặt trớ xong cơ rục ai đòn xong cơ rục ai đòn tâm nang cái bạn chi tại tâm nang cái bạn trên bạn chơi chỉ cái nào chụp đầyสมัยนี้ให้ส่งกรุ๊ปต่อสมัยต่างมูลจิตกรุ๊ปខ្ញុំជីវធម្មសូមថ្លែងការអបអរសាទរសម្រាប់អង្គសមាជដែលបានធ្វើសមាជនេះបានដោយជោគជ័យទៅលើទី1នៃការប្រកាសហើយនឹងការគ្រប់គ្រងដល់ក្រុមប្រឹក្សាគណៈកម្មការជួបថ្មីហើយវិសានកម្មហើយក្រោយមកគឺបោះឆ្នោតឬប្រធានគណៈបកថ្មីបាទចំណាប់អារម្មណ៍របស់ខ្ញុំគឺបដោតទៅលើទី1ជាទូទៅគណៈបកទាំងអស់សុទ្ធតែជាគណៈបកដែលបដោតទៅលើការកសាងប្រជាធិបតេយ្យហើយគណៈបកទៅសមាជហើយនោះគឺជាគណៈបកមួយឈ្មោះថាប្រជាធិបតេយ្យជឿនលឿនទៅទៀតហ្នឹងហើយអញ្ចឹងគ្រប់គណៈបកទាំងអស់គឺចិត្តគំនិតសិតតែមានគោលបំណងមួយដើម្បីកសាងប្រទេសកម្ពុជាឲ្យមានប្រជាធិបតេយ្យពេញលេញដោយគោរពទៅតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជាមួយទៀតខ្ញុំបានចាប់អារម្មណ៍ប្រសាសន៍របស់អាដាមបញ្ញរតន៍លោកបានលើកឡើងថាគណៈបកប្រជាធិបតេយ្យជឿនលឿននិងអនុវត្តគោលការណ៍ប្រជាធិបតេយ្យទីក្នុងបកអញ្ចឹងដើម្បីឲ្យបកហ្នឹងដឹកនាំប្រទេសក្លាយជាប្រជាធិបតេយ្យទីក្នុងបកលុះត្រាតែខ្លួនយើងហ្នឹងមានចិត្តមានគំនិតមានបេះដូងជាអ្នកប្រជាធិបតេយ្យបាទអ្នកប្រជាធិបតេយ្យហើយពាក្យថាប្រជាធិបតេយ្យគឺមានការចូលរួមគ្រប់ស្ថាប័នគ្រប់អង្គភាពរាល់ការសម្រេចចិត្តគឺសម្រេចដោយសមាជិកហើយសម្រាប់គណៈបកប្រជាធិបតេយ្យឋានគាត់ឲ្យឈ្មោះថាសមាជិកធិបតេយ្យអញ្ចឹងចិត្តគំនិតរបស់គណៈបកប្រជាធិបតេយ្យជឿនលឿនហើយគណៈបកប្រជាធិបតេយ្យគឺមានរូបមន្តអាចថាដូចគ្នាគោលការណ៍ប្រជាធិបតេយ្យក្នុងបកហ្នឹងជាចំហគឺខ្ញុំអាចនិយាយថាគណៈបកប្រជាធិបតេយ្យជឿនលឿនហើយនិងគណៈបកប្រជាធិបតេយ្យឋានគឺមានគោលការណ៍ប្រជាធិបតេយ្យទៅក្នុងបកយកសមាជិកជាធំដូចគ្នារាល់ការសម្រេចចិត្តគឺសម្រេចដោយសមាជិកគឺយើងយកសមាជិកជាធំបាទមួយទៀតយើងទាំងអស់គ្នាដែលជាគណៈបកដែលបានបង្កើតឡើងមកហើយនេះខ្ញុំលើកមុននឹងបន្តិចហ្នឹងថាយើងផ្ដោតទៅលើការកសាងប្រជាធិបតេយ្យចឹងប្រជាធិបតេយ្យហ្នឹងវាមានផ្ដោតទៅលើ3-4ចំណុចទៀតដើម្បីបំពេញប្រជាធិបតេយ្យពេញលេញចង់និយាយថាដើម្បីមានប្រជាធិបតេយ្យពេញលេញប្រជាធិបតេយ្យអនុវត្តឬក៏ថាប្រជាធិបតេយ្យដំណើរការល្អលុះត្រាតែយើងមាននីតិរដ្ឋអីចឹងខ្ញុំមិននិយាយច្រើនទេព្រោះយើងនយោបាយព្រមតែប្រជាធិបតេយ្យធាតុសំខាន់មានន័យខ្លះគោលការណ៍ប្រជាធិបតេយ្យនឹងត្រូវមានន័យខ្លះហើយដើម្បីឲ្យប្រជាធិបតេយ្យនឹងពេញលេញព្រោះថាធាតុឬគោលការណ៍ប្រជាធិបតេយ្យនឹងត្រូវបានអនុវត្តដែរឧទាហរណ៍មួយថាអបាលកិច្ចល្អបើសិនជាអត់មានអញ្ចឹងដំណើរការប្រជាធិបតេយ្យនឹងវាអត់មានដែរនឹងជាឧទាហរណ៍បាទមួយទៀតខ្ញុំជាចំណាប់អារម្មណ៍ចុងក្រោយដោយលោកតំណាងគណៈបកចន្ទៈលើកឡើងមិញថាគាត់បានសិក្សាប្រវត្តិមកថាខ្មែរបែកបាក់គ្នាយូរច្រើនអត់ឃើញរូបរួមគ្នាបានហើយខ្ញុំជជែកគាត់ដែរមុនហ្នឹងថា
មូលហេតុដែលយើងបែកបាក់វាមិនមែនបែកបាក់ដោយចៃដន្យឬដោយឯងទេឧទាហរណ៍ខ្ញុំលើកឧទាហរណ៍ខ្លីគូសង្សារគាត់ឆ្លាញ់គ្នាពីណាបដូរផ្ដាច់ទៅណាមកណាបេះបានប៉ុន្តែមានម្នាក់ទៀតគាត់ចាំបាននារីនឹងដែរឧទាហរណ៍អញ្ចឹងគាត់ព្យាយាមបែកគាត់ដើរញុះញង់គាត់ដើរនិយាយចេះចុះដើម្បីឲ្យពីរនាក់ហ្នឹងបែកគ្នាអញ្ចឹងសាមគ្គីភាពហ្នឹងវាមិនមែនកាត់ឡើងដោយឯងវាមានលុះត្រាតែមានអ្នកទី3អញ្ចឹងយើងត្រូវរកភពទី3ហ្នឹងណាមកពីណាហេតុអីគេចង់បែកយើងបើយើងរកចំណុចហ្នឹងឃើញពេលនោះគណៈបព្វជិតៃឬក៏ហៅថាគ្រប់បកក្រៅរដ្ឋាភិបាលដែលមានគោលជំហរចង់បានប្រជាធិបតេយ្យចង់បានការរួបរួមចង់បានការសាមគ្គីលុះត្រាតែយើងសិក្សាឃើញចំណុចហ្នឹងហើយយើងនៅគ្នាបំបត្តិទៅយើងអាចសាមគ្គីគ្នាបានអញ្ចឹងខ្ញុំសូមចាប់អារម្មណ៍ខ្លីប៉ុណ្ណឹងហើយចុងក្រោយនេះសូមជូនពរដល់គណៈបកប្រជាធិបតេយ្យជឿនលឿនដែលទើបតែបានចូលកាត់អង្គសមាជិកដែលជោគជ័យនេះធ្វើដំណើរទៅមុខរួមដំណើរជាមួយគ្នាក្នុងចំណោមអ្នកប្រជាធិបតេយ្យបកប្រជាធិបតេយ្យដើម្បីកសាងប្រជាធិបតេយ្យនៅប្រទេសកម្ពុជាបានពេញលេញមានការវិវត្តប្រកបដោយនិរន្តរភាពបាទអញ្ចឹងខ្ញុំសូមចប់ហើយសូមអរគុណ